ខ្លួនដំបងជានារីដែលមានកាយភ្នែកស្រទន់ស្អាតស្រគត់ស្រគំអេរីសាបតជឿជាក់ដែលមនុស្សជាច្រើនទំនងមិននឹកភ្ជាប់នារីរូបនេះទៅនឹងតួនាទីជាមេដឹកនាំដែលមានអំណាចខ្លាំងបំផុតមួយនៅលើផែនដីទេនេះគឺលោកស្រីសាណាអេតាកៃជីស្អាតសុភាពរៀបរយក្នុងវ័យកណ្ដាលមុនពេលលោកស្រីឡើងលើឆាកនយោបាយដែលចាក់ស្រេះដោយអំណាចនិងបញ្ហាស្មុគស្មាញកម្រិតពិភពលោកពីមុននឹងពេលនេះហាក់មានអារម្មណ៍ដូចជារឿងភាពយន្តពីរូបភាពនារីទន់ភ្លន់ពីអតីតកាលទៅកាន់មេដឹកនាំដែលទស្សនាវដ្តីរបស់ចក្រភពអង់គ្លេស The Economist នៅថ្ងៃទី13ខែកុម្ភៈឆ្នាំ2026ពណ៌នាថាស្ត្រីមានអំណាចបំផុតលើពិភពលោកនេះមិនមែនដោយសារតែសម្រស់របស់លោកស្រីមិនមែនដោយសារភាពល្បីល្បាញតាមប្រព័ន្ធផ្សព្វផ្សាយឡើយនេះគឺជាការវាយតម្លៃអំពីអំណាចរចនាសម្ព័ន្ធដែលលោកស្រីកំពុងតែក្តោបក្តាប់ទោះមិនមែនជាការដាក់ចំណាត់ថ្នាក់ផ្លូវការក៏ដោយអំណាចទី1របស់លោកស្រីតាកៃជីគឺការដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចជប៉ុនមិនមែនជាប្រទេសតូចឬក៏ក្អេងក្អាងដោយក្អាត់ចូលក្អមទេជប៉ុនជាមជ្ឈមណ្ឌលសំខាន់នៃពាណិជ្ជកម្មបច្ចេកវិទ្យានិងហិរញ្ញវត្ថុពិភពលោកមេដឹកនាំប្រទេសបែបនេះមានឥទ្ធិពលខ្លាំងណាស់ទៅលើស្ថិរភាពនយោបាយសន្តិសុខតំបន់និងសេដ្ឋកិច្ចសកលអំណាចរបស់លោកស្រីមួយទៀតគឺលោកស្រីមិនមែនជានាយករដ្ឋមន្ត្រីលំអវងត្រកូលឡើយលោកស្រីកាច់ចង្កូតប្រទេសមួយដែលមានប្រជាជនជាង120លាននាក់មានអំណាចពេញដៃលើថវិកាជាតិសេដ្ឋកិច្ចយោធានិងយុទ្ធសាស្ត្រការទូតមិនមែនផ្លោះរបងតោងជើងអ្នកណាទេអំណាចរបស់លោកស្រីបានពីការគ្រប់គ្រងនយោបាយក្នុងស្រុកដ៏រឹងមាំមេដឹកនាំដែលមានអំណាចនៅក្នុងគណៈបកនិងមូលដ្ឋានគ្រប់គ្រងខ្ពស់អាចអនុវត្តគោលនយោបាយបានជាក់ស្ដែងមិនមែនដើរតាមគេគូសវាសឡើយលោកស្រីជាមេដឹកនាំជប៉ុនដំបូងដែលហ៊ានបោះឆ្នោតឡើងវិញដើម្បីគាស់រំលើងកែរដ្ឋធម្មនុញ្ញដកជប៉ុនពីប្រទេសមិនធ្វើសង្គ្រាមឆ្ពោះទៅរកមហាអំណាចយោធាក្នុងភូមិសាស្ត្រនយោបាយដែលកំពុងដុតរោលដោយការប្រកួតប្រជែងលោកស្រីសាណាអេតាកៃជីជាមេដឹកនាំជប៉ុនដ៏កម្រដែលហ៊ានតតាំងប្រឆាំងចិនដោយមិនអោនក្បាលឈរនៅទីនេះមិនមែនបោះមួយជំហានដល់ទេហើយក៏មិនមែនកាត់ឡើងភ្លាមដែរចាប់កំណើតនៅខេត្តណារ៉ាលោកស្រីតាកៃជីគ្មានមរតកនយោបាយដោយមេដឹកនាំជប៉ុនជាច្រើនផ្សេងទៀតទេលោកស្រីសិក្សាជំនាញគ្រប់គ្រងនិងសេដ្ឋកិច្ចដែលបង្កើតមូលដ្ឋានគំនិតលើការប្រកួតប្រជែងសេដ្ឋកិច្ចនិងសមត្ថភាពដឹកនាំលោកស្រីធ្លាប់ធ្វើជាអ្នកអត្ថាធិប្បាយតាមទូរទស្សន៍និងបញ្ចេញមតិសាធារណៈដែលបានដុសខាត់សមត្ថភាពប្រស័យតាក់ទងនិងភាពធន់ក្រោមសម្ពាធធ្ងន់ឆ្នាំ1993លោកស្រីសាណាអេតាកៃជីត្រូវបានជ្រើសតាំងជាសមាជិកសភាតំណាងរាស្ត្រជាលើកដំបូងដោយចូលរួមក្នុងគណៈបក្សសេរីប្រជាធិបតេយ្យ LDP ជាច្រើនទសវត្សរ៍លោកស្រីបានកាន់តួនាទីសំខាន់ជាច្រើនរួមទាំងរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងដែលគ្រប់គ្រងវិស័យទូរគមនាគមន៍ប្រព័ន្ធផ្សព្វផ្សាយការកែតម្រង់រដ្ឋបាលនិងហេដ្ឋារចនាសម្ព័ន្ធ Digital ជាវិស័យដែលភ្ជាប់ទៅផ្ទាល់ទៅនឹងសន្តិសុខជាតិនិងអធិបតេយ្យភាពបច្ចេកវិទ្យាការឡើងកាន់តំណែងនាយករដ្ឋមន្ត្រីនិងជាមេដឹកនាំគណៈបក LDP បានក្លាយជាចំណុចប្រវត្តិសាស្ត្រក្នុងនាមជាស្ត្រីដំបូងក្នុងប្រព័ន្ធនយោបាយដែលបុរសជាអ្នកគ្រប់គ្រងអស់140ឆ្នាំដំណើរជីវិតរបស់លោកស្រីពីប្រព័ន្ធផ្សព្វផ្សាយទៅសភាទៅកាន់ក្រសួងនិងទៅដល់កំពូលអំណាចនៃរដ្ឋបង្ហាញពីការរះឡើងរបស់ស្ត្រីម្នាក់ដោយសមត្ថភាពវិន័យការអត់ធ្មត់និងការខិតខំយូរអង្វែងខ្ញុំរស់សុធាពី News Today NTTVសាកលវិទ្យាល័យ CUS នៅតែបន្តទទួលចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្ររងជារៀងរាល់ថ្ងៃសិក្សាជាមួយនឹងសាស្ត្រាចារ្យមានសមត្ថភាពខ្ពស់បំពាក់សម្ភារៈសិក្សាទំនើបនិងផ្ដល់ជូនអាហារូបករណ៍តាមនីតិពិសេសផងដែរ